RNC សម្រាប់រឿងមិនត្រឡប់មកវិញទៀតណាជាមួយនឹងរឿងចិនរបស់យើងដដែលរបស់ហ៊ីឡៃថ្ងៃនេះក៏សូមអនុញ្ញាតឲ្យខ្លួនឯងមកសម្រាយរឿងតមនឹងជារឿងគីបានយកស្អីទេល្អមើលអីក៏ល្អមើលយ៉ាងហ្នឹងអាកូនចៃរបស់យើងនេះហាក់ក៏ជួរីឲ្យតួប្រុសរបស់យើងវិញក៏សង្ហាប៉ុន្តែក្តីស្រឡាញ់ដែលគេមានមកកាន់អាកូនចៃរបស់យើងនេះវាធំធេងលើសលប់ហ្មងណាចឹងហើយដើម្បីកុំឲ្យខាប់ពេលយូរចូលមកស្ដាប់ការសម្រាយរឿងតែម្ដងទៅសាច់រឿងរបស់យើងក៏បានតមកពីភាគមុននៅពេលដែលអាកូនចៃរបស់យើងនេះកំពុងតែនិយាយជាមួយនឹងលោកហ្វឹងព្រោះគេមិនចង់ត្រឡប់ទៅស្រឡាញ់លោកហ្វឹងទៀតឡើយដោយសារតែគេអស់ក្តីស្រឡាញ់ទៅកាន់លោកហ្វឹងនោះចំណែកអាបងហ្វឹងយើងឯណាវិញគ្រាន់តែលើពាក្យមកឃ្លានឹងហើយគេឡើងចង់ស្រក់ទឹកភ្នែកហ្មងណានៅពេលដែលសាវឆាន់គេបានបាយខ្នងដើម្បីត្រឡប់ទៅបន្ទប់របស់គេវិញហ្នឹងលោកហ្វឹងក៏បាននិយាយថាមិនអីទេបើសិនជាអូនមិនស្រឡាញ់បងនោះប៉ុន្តែពួកយើងទាំងពីរនេះអាចចាប់ផ្ដើមសារជាថ្មីម្ដងបន្តិចបានតើអូននឹងអាចចាប់ផ្ដើមមានសេចក្តីស្រឡាញ់សម្រាប់បងវិញហើយប៉ុន្តែសាវឆាន់គេមិនជឿទៅលើពាក្យសម្ដីទាំងអស់ហ្នឹងទេដោយសារតែជីវិតរបស់គេជាមួយនឹងជីវិតរបស់លោកហ្វឹងហ្នឹងខុសគ្នា180ដឺក្រេហ្មងណាភ្លាមនឹងផងដែរតួប្រុសរបស់យើងក៏បានចាប់ដាក់កូនចៅយើងហើយក៏បាននិយាយប្រាប់ថាបើសិនជាពួកគេទាំងពីរអ្នករៀបការនោះពួកគេទាំងពីរនាក់នឹងអាចនៅជាមួយគ្នាអស់មួយជីវិតមិនធំតែប៉ុណ្្នឹងទេពួកគេចង់ដើរលេងនៅកន្លែងណាចង់ធ្វើអីក៏ដោយក៏គ្មានអ្នកណាគេម្នាក់ហ្នឹងមកហាមឃាត់រារាំងពួកគេទាំងពីរនាក់ឡើយខំនិយាយអស់ទឹកមកប៉ុណ្្នឹងហើយអាកូនចៃរបស់យើងនេះក៏បានកវាដៃតួប្រុសចេញហើយក៏បានដេញលោកហ្វឹងហ្នឹងទៅផ្ទះអីចឹងទៅចំណែកឯមីកប៉ៅវិញចាំតែពាក្យបងរបស់គេហ្នឹងនិយាយអញ្ចឹងទេអានឹងបានដេញលោកហ្វឹងចេញពីផ្ទះរបស់គេនោះកុំកាចកុំឆ្នះពេកមីកប៉ៅហើយនៅពេលមកដល់ពេលយប់បន្តិចសាច់រឿងរបស់យើងក៏បានមកហៅឃើញថាអាសាវឆាន់របស់យើងអានេះកំពុងតែឈរមើលលោកហ្វឹងហ្នឹងណាគេនៅក្រៅផ្ទះដើរទៅវិញទៅមកចាំសាវឆាន់ចេញមកខាងក្រៅណាវិញហ่าបើតាមមើលទៅសេចក្តីស្រឡាញ់របស់លោកហ្វឹងដែលគេមានតែការអូនរបស់គេហ្នឹងវាពិតជាធំធេងខ្លាំងណាស់សុកចិត្តនៅឈរចាំគេនៅក្រៅផ្ទះតាំងពីពេលថ្ងៃរហូតដល់ពេលយប់ហើយតាំងពីពេលយប់រហូតដល់ពេលយប់ជ្រៅថែមទៀតដើរផងអង្គុយផងជក់បរិយផងដើម្បីកាត់ stress នៅពេលដែលឃើញបែបហ្នឹងទៅសាវឆាន់គេក៏បានដើរចេញមកខាងក្រៅប៉ុន្តែចេញមកខាងក្រៅហ្នឹងគ្មានហៅលោកហ្វឹងគេចូលទៅក្នុងផ្ទះវិញទេបែរជាឈោមើលគេមកសន្ទុះហើយដើរចូលទៅក្នុងបន្ទប់វិញបាត់រីឯលោកហ្វឹងឯណែវិញនៅតែអង្គុយជក់បរិយចាំអូនរបស់គេហ្នឹងមកហៅគេចូលក្នុងផ្ទះអញ្ចឹងបើនិយាយពីកតុយបរិយវិញមិនដឹងថាជក់ញីអស់ប្រហែលលានដងហើយទេសាច់រឿងរបស់យើងក៏បានមកហៅឃើញថានៅពេលនេះលោកហ្វឹងគេបានត្រឡប់ទៅផ្ទះរបស់គេវិញហើយនៅពេលមកដល់ពេលព្រឹកមីកប៉ៅរបស់យើងនេះក៏បានតែងនំជាច្រើនមកឲ្យបងរបស់គេញ៉ាំតែនៅក្នុងអំឡុងពេលនឹងផងដែរលោកហ្វឹងក៏បានឆាន់មកអូនរបស់គេថាឥឡូវហ្នឹងគេនឹងទៅផ្ដាច់ពាក្យជាមួយនឹងគូដណ្ដឹងរបស់គេហើយលោកហ្វឹងនេះគេក៏ចង់អាសាវឆាន់រងចាំគេផងដែរតែនៅពេលហ្នឹងអាសាវឆាន់ឃើញសារមួយហ្នឹងហើយគេគ្មានបានរីប្លាយនោះទេសាច់រឿងរបស់យើងនៅពេលនេះក៏បានកម្មមកដល់ពេលដែលលោកហ្វឹងនេះត្រូវប៉ារបស់គេវាយដំច្រំធាក់ទៀតហើយប៉ារបស់គេពិតជាខឹងខ្លាំងណាស់ទៅកាន់ទង្វើរបស់លោកហ្វឹងហ្នឹងហេតុអីបានជាតួប្រុសរបស់យើងហ៊ានទៅផ្ដាច់ពាក្យជាមួយនឹងគូដណ្ដឹងដែលគ្មានការអនុញ្ញាតពីគាត់អញ្ចឹងឬមួយក៏ធ្វើរឿងទាំងអស់ហ្នឹងដោយសារតែក្មេងប្រុសម្នាក់នោះទៀតហើយគាត់និយាយបែបហ្នឹងគឺគាត់ចង់សម្ដៅទៅលើសាវឆាន់នោះអីគ្រាន់តែលើឈ្មោះរបស់សាវឆាន់ភ្លាមនៅពេលនោះលោកហ្វឹងក៏បានយកដៃរបស់គេទៅច្អល់មកប៉ារបស់គេបារហើយគេសូមប្រមានប៉ារបស់គេម្ដងទៀតបើសិនជាប៉ារបស់គេហ្នឹងហ៊ានតែប៉ះពាល់សាវឆាន់សូម្បីតែមួយសរសៃសក់និយាយមិនតាន់ចប់ផងហ្នឹងប៉ារបស់គេក៏បានទះកំភ្លៀងលោកហ្វឹងមកដៃទៀតហើយតាមពិតទៅប៉ារបស់គេនេះគ្មានកម្រងទៅប៉ះពាល់ជាមួយនឹងសាវឆាន់អីនោះទេប៉ុន្តែបើសិនជាតួប្រុសរបស់យើងនេះនៅតែបន្តធ្វើទង្វើបែបហ្នឹងទៀតកុំថាប៉ារបស់គេចិត្តអាក្រក់ណាលោកហ្វឹងក៏បាននិយាយផ្កើនទៅប៉ារបស់គេវិញថាសាក់មើលទៅគ្រាន់តែលើបែបហ្នឹងភ្លាមក៏ធ្វើឲ្យប៉ារបស់គេនេះរត់តែខឹងពុះកញ្ជ្រោលទៀតហើយគាត់ក៏បានយកតបងហ្នឹងទៅសំពងលោកហ្វឹងយកហ្មងណាថែមទាំងគាត់បានប្រមានលោកហ្វឹងថានៅលើលោកនេះបើសិនជាមានឯងគឺគ្មានវាចាំមើលថាអាតាកាចាស់ម្នាក់នេះវាអាចកម្ចាត់អាសាវឆាន់ហ្នឹងចេញពីលើលោកនេះបានអត់ស្ដាប់លឺអញ្ចឹងហើយតួប្រុសរបស់យើងហ្នឹងក៏ទប់លេងជាប់បារាយគេក៏បានងើបឈរឡើងហើយរុញប៉ារបស់គេហ្នឹងទៅលើសាឡុងថែមទាំងប្រាប់ថាបើសិនជាប៉ាហ៊ានប៉ះពាល់សាវឆាន់ប៉ាមិនចាំបាច់ហៅខ្ញុំថាកូនទៀតទេអូយក៏ទៅស្នេហារបស់លោកហ្វឹងមានតែកាន់សាវឆាន់នេះហាវាសាហាវប្រៃផ្សាយហ្មងណាហ៊ានប្រឆាំងជាមួយនឹងប៉ារបស់គេថែមទាំងហ៊ានលើកដៃតប៉ារបស់គេហ្នឹងរុញប៉ារបស់គេទៅលើសាឡុងថែមទៀតបាននិយាយឲ្យត្រង់ទៅមីនមិនដឹងថាស្នេហាបែបហ្នឹងគឺជាស្នេហាផ្អែមល្ហែមស្មោះស្ម័គ្រឬមួយក៏ស្នេហាខ្មៅកងឹតងប់ងល់នោះទេបន្តមកទៀតមកប៉ាកូនរបស់គេទាំងពីរនាក់នេះក៏ចាប់ដល់មានបញ្ហាសុខភាពលោកនៅពេលនោះក៏ចាប់ដល់មានបញ្ហាអាការៈកាំបេះដូងចំណែកឯលោកហ្វឹងរបស់យើងឯណាវិញមើលទៅហ្នឹងដូចជាទៅហឺតទៅហក់ដកដង្ហើមមិនស្មើគ្នាសោះសាច់រឿងរបស់យើងនៅពេលនេះក៏បានកម្មម្ដងមន្ទីរពេទ្យម្ដងនៅពេលដែលលោកហ្វឹងហ្នឹងគេបានសួរទៅកាន់បងស្រីរបស់គេតើលោកប៉ារបស់គេហ្នឹងមានរឿងអីទៅ
លោកអ៊ីនាងក៏បានឆ្លើយប្រាប់តែខឹងសម្បាវគាត់មានបញ្ហាបេះដូងគាត់មានជំងឺនេះពី3ឆ្នាំហើយប៉ុន្តែពួកយើងមិនចង់ប្រាប់ឯងគ្រាន់តែលើបែបនឹងភ្លាមលោកហ្វឹងនេះក៏បានបញ្ចេញអាការៈទៀតហើយហាក់ដូចជាវល់មុខធីងធងដូចជារោគខ្យល់អាមិនដឹងទេក្រោយមកទៀតមកតួប្រុសរបស់យើងក៏បានសន្លប់ចំណែកបងស្រីរបស់គេក៏បានហៅលោកគ្រូពេទ្យហ្នឹងមកជួយក្រោយមកទៀតមកសាច់រឿងរបស់យើងនៅពេលនេះក៏បានកម្មមកដល់ពេលដែលសៅឆាន់កំពុងតែខលទូរស័ព្ទជាមួយនឹងសាសាដោយសារតែអាកូនស្រីរបស់យើងនេះមិនបានតែធ្វើការនៅក្នុង office នោះទៀតទេម្ល៉េះហើយការងារនៅក្នុង office ហ្នឹងឡើងអញ្ញែអញ្ញៃខ្លាំងមែនតើលើពីនេះទៅទៀតតាំងពីលោកហ្វឹងហ្នឹងនៅដេកក្នុងមន្ទីរពេទ្យមកគ្មានអ្នកណាគេជួយធ្វើការងារនាងឡើយម្ល៉េះហើយទៅមានសម្រាប់ចិត្តថាផ្ញើការងារមួយចំនួនតាមអ៊ីមែលមកកាន់សៅឆាន់យើងហ្នឹងហើយក៏សូមឲ្យអាកូនស្រីយើងនេះជួយធ្វើនាងផងនៅពេលនោះផងដែរកូនស្រីរបស់យើងនេះក៏បានសួរទៅកាន់សាវិញថាហេតុអ្វីបានជាលោកហ្វឹងគេនៅគេក្នុងមន្ទីរពេទ្យអញ្ចឹងប៉ុន្តែសានាងក៏មិនដឹងដែរនាងគ្រាន់តែដឹងថាអាការៈរបស់លោកហ្វឹងឥឡូវហ្នឹងពិតជាយ៉ាប់យ៉ឺនខ្លាំងណាស់ហើយនាងក៏រត់តែមិនចង់ឲ្យរឿងមួយហ្នឹងបែកធ្លាយទៅកាន់ភាគីហ៊ុនរបស់លោកហ្វឹងអីអញ្ចឹងណាវាក៏អាចធ្វើឲ្យប៉ះពាល់ដល់ក្រុមហ៊ុនមួយហ្នឹងផងដែរម្ល៉េះហើយចាំការទៀតសៅច្រើននៅពេលនោះក៏បានបញ្ញាប្រៀបចំអាវ៉ាន់របស់គេហ្នឹងដាក់ចូលក្នុងវ៉ាលីធ្វើឲ្យមីកប៉ៅរបស់យើងនេះពិតជាឆ្ងល់ខ្លាំងណាស់ហើយអ្វីបានជាសុកហ្នឹងបងរបស់គេបញ្ញាបែបហ្នឹងអាសៅឆាន់ក៏បានបកស្រាយប្រាប់ថាលោកហ្វឹងឥឡូវកំពុងតែឈឺធ្ងន់គេអាចនឹងស្លាប់បានណាប៉ុន្តែមីកប៉ៅរបស់យើងនេះគ្មានបានជឿអីសូម្បីតែមួយម៉ាត់ដោយសារតែប្រហែលថ្ងៃមុនហ្នឹងលោកហ្វឹងគេដើរធម្មតាផឹកធម្មតានៅជក់បរិយប្រហុយផ្សែងបានតើហេតុអ្វីបានជាសោកនឹងទៅជាឈឺធ្ងន់ទៅវិញមកពីបែបហ្នឹងហើយទៅសៅឆាន់គេបារម្ភនោះម្ល៉េះហើយដែលមិនចង់និយាយច្រើនសៅឆាន់ក៏បានបញ្ញាហៅតាក់ស៊ីជិះទៅមន្ទីរពេទ្យបដ ாய் ទៅគ្រាន់តែមកដល់មន្ទីរពេទ្យភ្លាមអាសៅឆាន់ក៏បានមកលើលោកអ៊ីនិយាយជាមួយនឹងលោកគ្រូពេទ្យដោយនាងបាននិយាយថាលោកគ្រូពេទ្យតើមានវិធីសាស្ត្រណាជួយគាត់បានអត់ចំណែកឯលោកគ្រូពេទ្យឯដែរវិញក៏បានឆ្លើយប្រាប់មើលទៅគាត់អាចដួលតែប្រហែលថ្ងៃទៀតទេម្ល៉េះហើយលោកគ្រូពេទ្យចង់ឲ្យក្រុមគ្រួសាររបស់អ្នកជំងឺត្រៀមចិត្តត្រៀមកាយត្រៀមអារម្មណ៍ឲ្យហើយទៅលើបែបនឹងភ្លាមបេះដូងរបស់អាកូនស្រីយើងនេះធ្លាក់ទៅដល់ដីក្ដុកហើយអាសៅឆាន់ក៏បានមកនិយាយជាមួយនឹងលោកអ៊ីដោយបានណែនាំខ្លួនរបស់គេនឹងទៅកាន់បងស្រីរបស់លោកហ្វឹងថាគេគឺជាមិត្តចាស់របស់លោកហ្វឹងហើយគេក៏ចង់មកសួរសុខទុក្ខតួប្រុសរបស់យើងអីអញ្ចឹងណានៅពេលនោះលោកអ៊ីនាងក៏បានឆ្លើយទៅទាំងកំហឹងឆាំងអ៊ីឆាន់តើឯងមកធ្វើអីនៅកន្លែងនេះសៅឆាន់ក៏បានឆ្លើយប្រាប់ថាគេមកមើលលោកហ្វឹងប៉ុន្តែលោកអ៊ីនឹងក៏បានដេញឲ្យសៅឆាន់របស់យើងនឹងត្រឡប់ទៅផ្ទះវិញទៅតែអាសៅឆាន់របស់យើងនេះក៏បានប្រកែកគេចង់ជួបបងរបស់គេសិនមុននឹងគេត្រឡប់ទៅវិញហើយគេនឹងសន្យាថាគេមិនបង្ហាញមុខរបស់គេនឹងមកឲ្យបងស្រីរបស់លោកហ្វឹងឃើញទៀតឡើយចំណែកអ្វីដែលលោកអ៊ីនាងចង់និយាយគឺប្រហែលឆ្នាំកន្លងមកនេះលោកហ្វឹងគេនៅតែស្រឡាញ់កូនស្រីរបស់យើងមករហូតអញ្ចឹងហើយកូនស្រីរបស់យើងនេះមានពីរជម្រើសទី1នោះគឺនៅក្បែរលោកហ្វឹងតស៊ូជាមួយគ្នានៅជាមួយគ្នាទោះបីជាពួកគេទាំងពីរនាក់ហ្នឹងជួបឧបសគ្គរឿងអីក៏ដោយចំណែកឯជម្រើសទី2គឺសៅឆាន់ត្រូវតែដើរចេញពីជីវិតរបស់លោកហ្វឹងហើយក៏កុំមកពាក់ព័ន្ធជាមួយនឹងជីវិតតួប្រុសយើងទៀតឲ្យសោះនៅពេលនោះនាងក៏បានជាបន្តទៀតតើសៅឆាន់ដឹងទេថានាងទេគឺជាអ្នកដែលបញ្ជូនលោកហ្វឹងទៅសហរដ្ឋអាមេរិកនោះប៉ុន្តែពីមួយថ្ងៃទៅមួយថ្ងៃលោកហ្វឹងតែងតែព្យាយាមរិះរោវិធីណាដើម្បីកិច្ចមកជួបជាមួយនឹងសៅឆាន់វិញឲ្យបានហើយរាល់ពេលដែលប៉ារបស់គេចាប់បានថាលោកហ្វឹងនឹងព្យាយាមកិច្ចខ្លួនគាត់តែងតែយកដំបូលមកវាយលោកហ្វឹងធ្វើឲ្យលោកហ្វឹងនេះស្ទើរតែស្លាប់បាត់បង់ជីវិតម្ដងហើយតែសោកនៅពេលដែលលោកហ្វឹងគេព្រមភ្ជាប់ពាក្យជាមួយនឹងគូនដឹងរបស់គេនៅពេលនោះលោកអ៊ីននាងពិតជាដឹងច្បាស់ណាស់ថាប្អូនប្រុសរបស់នាងសម្រេចចិត្តបែបហ្នឹងក៏ព្រោះតែគេនឹងមកចង់ជួបជាមួយនឹងសៅឆាន់នឹងឯងហើយឆក់អាសៅឆាន់នេះហ៎តើគេបានស្រឡាញ់ប្អូនប្រុសរបស់នាងដោយតែប្អូនប្រុសរបស់នាងបានស្រឡាញ់គេអត់មកយូរមកយ៉ាងហើយមិនប្រមករកគេទេទៅតែមករកគេឥឡូវតើនេះអាសៅឆាន់ហ្នឹងចង់បានអីប្រកាសអាកូនស្រីរបស់យើងនេះស្ដាប់ឮបែបហ្នឹងហើយគេក៏បានសម្រក់ទឹកភ្នែកហ្នឹងហើយឡើងជោគជាំពេញមុខតែម្ដងក្រោយមកទៀតមកលោកអ៊ីនាងក៏បានដើរចេញទៅបាត់ទៅសាច់រឿងរបស់យើងនៅពេលនេះក៏បានកម្មដល់ពេលអាសៅឆាន់នេះមកមើលបងរបស់គេហើយចំណែកឯលោកហ្វឹងនៅពេលនោះគេក៏បានក្អកឡើងខ្លាំងហាក់ដូចជាចិត្តដាច់ខ្យល់អីចឹងណាក្រោយមកអាសៅឆាន់នេះគេក៏បាននិយាយទៅកាន់បងរបស់គេថាតាមប៉ាទៅអូនក៏ចង់នៅជាមួយនឹងបងដែរគ្រាន់តែឮបែបហ្នឹងហើយលោកហ្វឹងគេស្មានតែគេហ្នឹងកំពុងតែយូរសមតើគេក៏បានចាប់អូនរបស់គេហើយនៅតែសួរសំណួរដដែលតើបងកំពុងតែយូរសមមែនទេនៅពេលនោះផងដែរអាសៅឆាន់នេះគេក៏បានចាប់ផ្ដើមយំហើយគេក៏បានសួរទៅកាន់បងរបស់គេថាលោកហ្វឹងតើបងអត់អីណាអីអូយមានមិនដែរឃើញមនុស្សណាយំខ្ជូតអីខ្ជូតដល់ថ្នាក់ហ្នឹងទេអាបងហ្វឹងនេះគេក៏បានសុំទោសអូនរបស់គេដែលបង្កឲ្យមានការយល់ច្រឡំកើតឡើង
តែទោះបីជាគេខំប្រឹងយ៉ាងណាក៏ដោយក៏អាកូនឆៃយើងនេះនៅតែបន្តយំពេញនឹងឯងលុះមិនដឹងតែធ្វើយ៉ាងណាទៅអាបងហ្វឹងនៅពេលនោះគេក៏បានទៅខិះមាត់អូនរបស់គេបរោយអញ្ចឹងណាសែវឆាន់នៅពេលនោះគេក៏បាននិយាយទៅកាន់បងរបស់គេហ្នឹងតាំងទឹកភ្នែកលហេមលហាមថាលូហ្វឹងក្រែងបងនិយាយថាបងនឹងនៅជាមួយនឹងអូនអស់មួយជីវិតអីលូហ្វឹងតើបងរស់នៅអាយុជាងនេះតិចបានអត់អូនសុំទោសណាអូនលើលោកគ្រូពេទ្យនិយាយថាបងនឹងចិត្តស្លាប់ហើយក្រោយមកទៀតមកអាកូនស្រីរបស់យើងនេះក៏បានយកដៃរបស់គេនឹងទៅដំលើដើមទ្រូងរបស់តួប្រុសអីណាប៉ុណ្ណាណាឯលោកហ្វឹងនៅពេលនោះគេឡើងឆ្ងល់ខ្លាំងមែនតើហើយមិនបានជីសុកនឹងអូនរបស់គេគិតថាគេនឹងចិត្តស្លាប់អញ្ចឹងនៅពេលដែលអាសែវឆាន់នេះបងស្រីប្រាប់ថានៅពេលដែលគេមកហ្នឹងគេឮបងស្រីរបស់លោកហ្វឹងជាមួយនឹងលោកគ្រូពេទ្យហ្នឹងនិយាយពីរឿងលោកហ្វឹងនោះស្ដាប់ឮបែបហ្នឹងហើយលោកហ្វឹងនេះឡើងអស់សំណើចខ្លាំងមែនតើអ្នកដែលគេនិយាយនោះមិនមែនជាលោកហ្វឹងទេគឺជាប៉ារបស់លោកហ្វឹងតើតាមពិតទៅប៉ារបស់លោកហ្វឹងហ្នឹងគាត់មានជំងឺបេះដូងអស់រយៈពេល2-3ឆ្នាំហើយចំណែកឯម្សិលមិញហ្នឹងនៅពេលដែលតួប្រុសរបស់យើងគេបានផ្ដាច់ពាក្យជាមួយនឹងគូដណ្ដឹងរបស់គេក៏ធ្វើឲ្យប៉ារបស់លោកហ្វឹងហ្នឹងគាត់មានជំងឺបេះដូងរើឡើងដែរចំណែកឯលោកហ្វឹងឯនេះវិញសុខភាពរបស់គេហ្នឹងមិនអីទេហេតុផលដែលគេស្លាប់នោះគឺដោយសារតែគេអង្គុយចាំសែវឆាន់របស់យើងនៅខាងក្រៅហ្នឹងវាយូរពេកអាសែវឆាន់នេះខំទៅពិបាកចិត្តយំហូរទឹកភ្នែកលហេមលហាមដល់ទៅពេលឮគេបកស្រាយអញ្ចឹងហើយទៅក៏បានងើបទៅប្រយឈប់សិនចង់ទៅណានៅពេលនោះអាបងរបស់គេហ្នឹងក៏បានចាប់តួស្រីរបស់យើងទាំងដែលដៃរបស់គេនេះនៅជាប់សរមនៅឡើយទេហើយនៅពេលនោះសរមក៏បានដាច់លូហ្វឹងគេក៏បាននិយាយទៅកាន់អូនរបស់គេក្រែងអូនសន្យាជាមួយនឹងបងហើយយាយថាលើកនេះអូនមិនចាក់ចេញពីបងទៀតនោះសែវឆាន់ក៏បាននិយាយតបថាមានបានក្បត់ពាក្យសន្យាឯណាចាំពេលដែលបងស្លាប់ចូលក្តាមមកឈូសខ្ញុំនឹងទៅចូលរួមបុណ្យសពរបស់បងថែមទាំងហៅបងហ្វឹងរបស់គេនេះថាអាមនុស្សបោកប្រាស់ក្រោយមកគេក៏ព្យាយាមរើចេញពីកណ្ដាប់ដៃរបស់លោកហ្វឹងអីអញ្ចឹងណាពេលកំពុងតែបតារើគ្នាហ្នឹងនៅពេលនោះកូនស្រីរបស់យើងនេះធ្វើមុខចេញមកនឹងខ្ជូតខ្លាំងមែនតើនៅពេលដែលមិនដឹងថាធ្វើបែបណាទៅលោកហ្វឹងនៅពេលនោះគេក៏បានរុញប្អូនរបស់គេហ្នឹងភ្ញាក់នៅលើក្រែប្រោយទៅប៉ាកែរើពេកហ៎ក្រោយមកទៀតមកគេក៏បានសួរទៅកាន់អូនរបស់គេថាអូនមករកបងដល់មន្ទីរពេទ្យបែបហ្នឹងដោយសារតែអូននៅតែស្រឡាញ់បងមែនទេឬមួយក៏អូនគ្រាន់តែអាណិតបងតែប៉ុណ្ណោះប្រាប់បងពីការប៉ັດមកសែវឆាន់ហើយបើសិនជាអូនគ្រាន់តែអាណិតបងអូនអាចចាក់ចេញបានចោះឮបែបហ្នឹងហើយអាសែវឆាន់នេះគេក៏បានងើបអង្គុយហើយគេក៏បាននិយាយប្រាប់ថាគេមិនបានអាណិតទេគ្រាន់តែរឿងរ៉ាវដែលលោកហ្វឹងគេបានធ្វើមកដាក់អាកូនស្រីយើងនេះវាលឺលំពេកធ្វើឲ្យសែវឆាន់នេះទទួលយកបានឡើយទោះបីជាលោកហ្វឹងនេះគេព្រមតែលក់ខ្លួនដើម្បីបង្ហាញភាពស្អាតស្អំរបស់គេទៅកាន់សែវឆាន់ក៏សែវឆាន់ហ្នឹងនៅតែមិនចង់លើកឡើងឲ្យតួប្រុសរបស់យើងដែរអាយអាកូនស្រីហើយអីក៏ប្រសាប់រកទំនុកនិយាយម្ល៉េះដល់តែពេលតែបែបហ្នឹងទៅតួប្រុសរបស់យើងក៏បានចាប់តួស្រីហ្នឹងមកលើខ្លួនគេបារហើយចង់បានន័យថាលក់ខ្លួនបែបហ្នឹងមែនក្រោយមកទៀតមកលោកហ្វឹងគេក៏បានយកចិញ្ចៀនរបស់អូនគេហ្នឹងចេញពីហោប៉ៅហើយក៏បានសួរទៅកាន់អូនរបស់គេថាតើអូននៅតែចង់បានវាទៀតអត់ក្រោយមកតួប្រុសរបស់យើងក៏បានបំពាក់ចិញ្ចៀនមួយហ្នឹងចូលទៅក្នុងដៃរបស់អូនគេអញ្ចឹងណាថែមទាំងមើលទៅកាន់កៅភ្នែករបស់កូនស្រីយើងនេះបន្ទាប់មកក៏និយាយថាបងមិនជឿថារឿងនេះវាខ្លាចជាការប៉ັດសោះតើពួកយើងទាំងពីរនាក់អាចចាប់ដើមសារជាថ្មីបានទេអូហូយឡើងស្វីតខ្លាំងមែនតើមកណាអាគេកំពុងតែស្វីតអញ្ចឹងហើយអ្នកគ្រូពេទ្យនេះក៏បានបោកអេណូលមកខ្វាហើយអ្នកគ្រូពេទ្យក៏បានស្ដីឲ្យយីមកញ៉ៃគ្នាអីនៅកន្លែងនេះក្រោយមកអាសែវឆាន់ហ្នឹងគេក៏បានសោចហាបងហ្វឹងនេះក៏បានអោបអូនរបស់គេហ្នឹងចូលទៅក្នុងដើមទ្រូងគ្រូពេទ្យស្ដីឲ្យគេបានប៉ុន្តែកុំស្ដីឲ្យអូនរបស់គេអីណាប៉ុណ្ណាណាសាច់រឿងរបស់យើងនៅពេលនេះក៏បានកម្មមកដល់ពេលដែលអាសែវឆាន់នេះគេត្រឡប់មកធ្វើការនៅក្នុង office វិញហើយនៅពេលដែលឃើញសែវឆាន់គេត្រឡប់មកធ្វើការបែបហ្នឹងសានាងក៏បានសួរតើប៉ុន្មានថ្ងៃហ្នឹងអាសែវឆាន់គេបាត់ទៅណាទៅបានជាមិនឃើញមកធ្វើការអញ្ចឹងហើយអាកូនស្រីរបស់យើងនេះក៏បានឆ្លើយប្រាប់ទៅថាប្រហែលថ្ងៃហ្នឹងគេមានបញ្ហាក្រុមគ្រួសារបន្តិចបន្តួចដែលត្រូវធ្វើឲ្យគេហ្នឹងសុំលាឈប់ពីការងារសំណាងហើយដែលលោកហ្វឹងគេមិនសញ្ញេនោះបើសិនជាលោកហ្វឹងគេសញ្ញេដឹងតែតួស្រីរបស់យើងនេះអត់ការងារធ្វើបារហើយក្រោយមកទៀតមកសាច់រឿងរបស់យើងក៏បានបង្ហាញឲ្យឃើញថាសែវឆាន់គេបានទិញម្ហូបមួយចំនួនហ្នឹងចូលមកក្នុង office របស់លោកហ្វឹងប៉ុន្តែមកដល់ហ្នឹងគ្មានឃើញតួប្រុសរបស់យើងឡើយបែរជាមកជួបជាមួយនឹងលេខាធិការរបស់គេទៅវិញម្ល៉េះហើយទើបលេខាធិការរបស់តួប្រុសយើងហ្នឹងប្រាប់មកកាន់អាសែវឆាន់ថាលោកហ្វឹងនៅពេលហ្នឹងគេទៅមន្ទីរពេទ្យបាត់ហើយដោយសារតែលោកអគ្គនាយកលោកគាត់កំពុងតែមានបញ្ហាសុខភាពធ្ងន់ធ្ងរសាច់រឿងរបស់យើងនៅពេលនេះក៏បានកម្មមកដល់ពេលដែលលោកហ្វឹងជាមួយនឹងបងស្រីរបស់គេមកសួរសុខទុក្ខប៉ារបស់ពួកគេទាំងពីរនាក់គ្រាន់តែលោកអគ្គនាយកលោកឃើញមុខរបស់លោកហ្វឹងភ្លៀងគាត់នៅតែសួរសំណួរដដែលយើងសួរឯងជាលើកចុងក្រោយតើឯងនៅតែចង់នៅជាមួយនឹងអាឆឹងអ៊ីឆាន់នឹងទៀតមែនទេលោកហ្វឹងស្ដាប់លើបែបហ្នឹងហើយគេក៏បាននិយាយទៅកាន់ប៉ារបស់គេវិញនិយាយនៅពេលនោះតាំងទឹកភ្នែកអាលេងអាឡងហើយគេថាក្នុងមួយជីវិតនេះខ្ញុំមានតែឆឹងអ៊ីឆាន់តែម្នាក់គត់ស្ដាប់លើបែបហ្នឹងភ្លាមក៏ធ្វើអាការៈប៉ារបស់គេចាប់ដើមរើឡើងទៀតហ
ហើយក្រោយមកបេះដូងរបស់គាត់ក៏ចាប់ដើមធ្វើទុកលុះមកសតូក្រោយមកចង្វាក់ជីបចររបស់ប៉ាលូហ្វឹងនេះក៏ឈប់ដើរអីចឹងណាធ្វើឲ្យលូអ៊ីជាមួយនឹងលូហ្វឹងនេះពិតជាពិបាកទទួលយកខ្លាំងណាស់អូយដល់តែពេលតែបែបហ្នឹងទៅមីមិនដឹងថាគិតយ៉ាងណាទៅកាន់លូហ្វឹងទេគេសុកចិត្តឲ្យប៉ារបស់គេស្លាប់ដល់បានតែនៅក្បែរអូនប៉ុន្តែក្តីស្រឡាញ់បែបហ្នឹងមីមិនដឹងថាជាក្តីស្រឡាញ់បែបងល់មកពេកឬមួយក៏យ៉ាងណាទេគ្រាន់តែចេញពីមន្ទីរពេទ្យភ្លាមគេក៏បានមកជួបជាមួយនឹងអូនរបស់គេហើយសៅឆិនគេក៏មិនបាននិយាយអីដែរព្រោះគេដឹងសភាពការភ្លាមហើយសៅឆិននេះគ្រាន់តែជូតទឹកភ្នែកបងរបស់គេហើយលូហ្វឹងក៏បានកោយនៅលើស្មារបស់សៅឆិនហើយសៅឆិនក៏បានស្ទាបនឹងឯក្បាលរបស់លូហ្វឹងហ្នឹងដើម្បីកុំឲ្យតួប្រុសរបស់យើងនឹងពិបាកចិត្តពេកអីអញ្ចឹងណាសាច់រឿងរបស់យើងនេះក៏បានកាត់មកដល់ថ្ងៃបន្តនៅពេលដែលសៅឆិនគេក៏កំពុងតែដើរតាមផ្លូវខលទូរស័ព្ទជាមួយនឹងម៉ាក់របស់គេដោយសារតែម៉ាក់របស់គេនេះខលមកសួរសុខទុក្ខអាកូនឆៃរបស់យើងហ្នឹងហើយគេក៏បានខលទៅប្រាប់វិញទៅថាឥឡូវហ្នឹងសុខភាពរបស់គេហ្នឹងមិនអីទេប៉ុន្តែសម្លេងរបស់ម៉ាក់គេនេះហាក់ដូចជាផ្ដាសាអមៃទេអញ្ចឹងហើយទៅអាកូនឆៃរបស់យើងហ្នឹងក៏បានឲ្យម៉ាក់របស់គេទៅទិញថ្នាំលេបទៅក្រោយមកទៀតមកគេក៏បានប្រាប់ម៉ាក់របស់គេហ្នឹងថាឥឡូវគេកំពុងតែរវល់មកផ្លែតដោយសារតែគ្រាន់តែអាសៅឆាននេះមកដល់មុខផ្ទះរបស់គេភ្លាមគេក៏បានឃើញថាទ្វារផ្ទះរបស់គេហ្នឹងត្រូវបានបើកធ្វើឲ្យអាសៅឆាននេះពិតជាភ័យខ្លាំងណាស់ព្រោះគេខ្លាចចោលចូលផ្ទះនោះគ្រាន់តែចូលមកដល់ក្នុងផ្ទះភ្លាមក៏ស្រាប់តែឃើញថាអាបងហ្វឹងនេះក៏កំពុងតែដូរវាំងណូននៅវិញឃើញបែបហ្នឹងហើយក៏ធ្វើឲ្យគេហ្នឹងពិតជាឆ្ងល់ខ្លាំងណាស់ហើយអ្វីបានជាសោកហ្នឹងតួប្រុសរបស់យើងហ្នឹងមករើអាវ៉ាន់ពេញហ្នឹងអញ្ចឹងរបស់មួយចំនួនហ្នឹងនិយាយពីថារើចោលខ្ទេចអស់លេងតែម្ដងហើយទិញរបស់ថ្មីហ្នឹងដាក់ចូលផ្ទះមួយហ្នឹងលូហ្វឹងគេក៏បានប្រាប់ថារបស់ទាំងអស់ហ្នឹងវាចាស់ហើយអញ្ចឹងហើយទើបបងទិញរបស់ថ្មីហ្នឹងមកចំនួនសូម្បីតែអាវ៉ាន់សម្ភារៈនៅក្នុងបន្ទប់ដីរបស់សៅឆិនក៏លូហ្វឹងហ្នឹងគេដូរខ្ទេចខ្ទីអស់ដែរសៅឆិនគ្រាន់តែលើបែបហ្នឹងគេក៏បានប្រាប់នេះមិនមែនជាផ្ទះរបស់គេណាគឺជាផ្ទះដែលគេជួលនៅពេលនោះលូហ្វឹងគេក៏បាននិយាយកាត់អញ្ចឹងបងទិញវាក៏បានដែរអើយទៅបានហើយប៉ាហ្វឹងទៅគេដឹងតែខ្លួនឯងហ្នឹងគឺជាកូនអ្នកមានឯទៅសៅឆិនក៏បានតបទៅវិញបើសិនជាបងចង់ទិញហើយអ្នកលក់មិនចង់លក់តើបងគិតធ្វើម៉េចហើយចោះអ្នកដែលនៅជាមួយនឹងសៅឆិននោះឥឡូវហ្នឹងគេទៅនៅណាហើយលូហ្វឹងក៏បាននិយាយប្រាប់ថាឥឡូវហ្នឹងអ្នកដែលនៅបន្ទប់ជួលជាមួយនឹងសៅឆិនហ្នឹងគេបានឲ្យម្នាក់ហ្នឹងទៅនៅកន្លែងផ្សេងបាត់ហើយអាសៅឆិននេះគាត់ទៅលើបែបហ្នឹងហើយគេក៏បានសម្រួលអារម្មណ៍លូហ្វឹងនេះមិនមែនលើសធម្មតាលើសសាហាវហ្មងណាលើសខ្លាំងនៅពេលនោះអាបងហ្វឹងគេក៏បានអោបអូនរបស់គេដែលបាននិយាយប្រាប់ថាចាបងដឹងថាអូនហ្នឹងមិនហ៊ានមកនៅជាមួយនឹងបងទេម្ល៉េះហើយទៅបងរើអាវ៉ាន់របស់បងហ្នឹងមកនៅជាមួយនឹងអូនវិញហើយពួកយើងទាំងពីរនាក់ហ្នឹងនឹងអាចនៅជាមួយនឹងគ្នារហូតសៅឆិនបងស្រឡាញ់អូនណាគ្រាន់តែលើពាក្យមកឃ្លាហ្នឹងហើយអាកូនស្រីរបស់យើងនេះធ្លាក់ក្នុងអន្លង់ស្នេហ៍របស់តួប្រុសនឹងបបក៏បានញញឹមដាក់តួប្រុសដែលមិនដឹងខ្លួនអីអញ្ចឹងណាអើយអាសៅឆិននេះកំពុងតែធ្លាក់ក្នុងអន្លង់ស្នេហ៍របស់គេទៀតហើយនេះនៅពេលដែលមកដល់កន្លែងធ្វើការលោកហ្វឹងនេះក៏រត់នឹងថើបទូរស្រីរបស់យើងទៀតហើយប៉ុន្តែនៅពេលនោះសៅឆិនគេក៏បានខាត់ហើយគេក៏បានដាក់បំរាមមួយចំនួនមកបងរបស់គេបំរាមទី1នោះគឺនៅក្នុងរយៈចម្ងាយ1គីឡូម៉ែត្រពួកគេទាំងពីរនាក់ហ្នឹងមិនអាចនៅក្បែរគ្នាឡើយមិនអាចកាន់ដៃគ្នាមិនអាចថើបគ្នាហើយក៏កុំធ្វើរឿងស្វីតដើម្បីឲ្យអ្នកផ្សេងហ្នឹងសង្ស័យដែរងាប់ហើយបន្ទប់ការិយាល័យកន្លែង office ធ្វើការហ្នឹងប្រហែលលានគីឡូហ្នឹងមិនធម្មតាប៉ុណ្្នឹងណាអាសៅឆិននេះគេក៏បានហាមបងរបស់គេនៅកន្លែងធ្វើការមិនឲ្យហៅឈ្មោះរបស់គេហ្នឹងថាសៅឆិនឡើយឲ្យហៅឈ្មោះរបស់គេថាឆឹងអ៊ីឆិនធម្មតាអញ្ចឹងទៅលូហ្វឹងនៅពេលនោះក៏បានក៏យាយអន់ចិត្តជាមួយនឹងអូនរបស់គេទៀតហើយអាមនុស្សកំពុងតែងប់ងល់ជាមួយនឹងរឿងស្នេហាមកហាមគេម៉ងក៏តែតួប្រុសរបស់យើងហ្នឹងសប្បាយចិត្តជាមួយមែនក្រោយមកទៀតមកអាកូនឆៃរបស់យើងនេះក៏បានហៅបងរបស់គេថាលូហ្វឹងហើយលូហ្វឹងគេក៏បានងាកមកគ្រាន់តែបងរបស់គេងាកមកភ្លាមកូនឆៃរបស់យើងនេះក៏បានចាប់បងរបស់គេហ្នឹងថើបនៅលើថ្ងាសហើយក៏បានរត់ចេញពីឡានបាត់ទៅអូយអាសៅឆិនបើសិនជាខ្ជូតម៉ងមិនឲ្យលូហ្វឹងគេមិនស្រឡាញ់អាម៉េចកើតគ្រាន់តែសៅឆិនគេដើរចូលមកក្នុងការិយាល័យភ្លាមសាជាមួយនឹងទីងនេះក៏បានចាប់អាកូនឆៃរបស់យើងនេះដើម្បីសួរចម្រើតយកចម្លើយទីងក៏បាននិយាយប្រាប់ថាសៅឆិនប្រហែលថ្ងៃនេះឯងដូចជាចម្លែកដល់ហើយនេះអាកូនឆៃរបស់យើងនេះក៏ចាប់ធ្វើមុខភ្លើទៀតហើយគេសួរថាមានរឿងអីទៅសានាងក៏បានសួរម្ដងមើលទុកមុខរបស់ឯងមើលញញឹមរហូតសើចរហូតហើយនេះទៅតែសារភាពប្រាប់គេឬមួយក៏គេសារភាពប្រាប់ក្រោយមកទៀតមកនៅពេលនោះទីងគេក៏បានមើលទៅលើករបស់សៅឆិនហើយក៏បានឃើញស្នាមថើបអីចឹងណាឃើញអញ្ចឹងហើយក៏ធ្វើឲ្យសាជាមួយនឹងទីងនេះរត់ទៅសង្ស័យទៀតហើយសានាងក៏បានសួរបរោយទៅថាសង្សាររបស់សៅឆិនហ្នឹងគឺជាមនុស្សប្រុសឬមួយក៏មនុស្សស្រីហើយជាថោកឬមួយក៏ជាបឋមទីងនៅពេលនោះក៏បានឆ្លើយកាត់
ប្រហែលជាប្រុសទៅដឹងឆានេះក៏បានជាបន្តជាមនុស្សប្រុសហើយអត់ surprise សោះមកដោយសៅឆាននេះមនុស្សប្រុសណាមនុស្សស្រីណាឃើញឲ្យមិនស្រក់ទឹកមាត់នោះឬបែបហ្នឹងទៅអាកូនឆៃយើងនេះភ្លឺសាហាវគេក៏បានសួរថាអញ្ចឹងបានន័យថាខ្ញុំជាមនុស្សស្រីហើយមិនយល់គេនិយាយទេអីគេចង់បានន័យថាមុខរបស់យើងហ្នឹងវាស្អាតវាធ្វើឲ្យមនុស្សប្រុសដូចគ្នានេះឃើញឲ្យស្រឡាញ់យល់នៅអាកូនឆៃនៅពេលមកដល់ផ្ទះអាកូនស្រីរបស់យើងនេះក៏បានមកឈោកឆ្លោះកញ្ចក់ម្នាក់ឯងហ្នឹងណាក្នុងបន្ទប់ទៅវិញក្រោយបន្តិចអាបងហ្វឹងគេក៏បានមកអោបហើយសៅឆានគេក៏បានសួរទៅកាន់បងរបស់គេថាលោកហ្វឹងតាមមុខរបស់អូនដូចជាមនុស្សស្រីអត់លោកហ្វឹងនៅពេលនោះក៏បានចាក់ក្បាលអូនរបស់គេនឹងបងវាយយកមកមើលហើយក៏បានបងវាយទៅវិញធ្វើដូចជាក្បាលរបស់សៅឆានហ្នឹងគឺជាក្បាលតុក្កតាអញ្ចឹងណាក្រោយមកគេក៏បានឆ្លើយប្រាប់ថាអត់ផងមុខនេះមុខជាមនុស្សប្រុសតើគ្រាន់តែប្រុសខ្ជូតធ្វើឲ្យមនុស្សប្រុសផ្សេងឃើញហើយគេលងស្រឡាញ់បានអីអញ្ចឹងណាហើយនៅពេលនោះអាបងហ្វឹងក៏បានសារភាពទៅថាគេនឹងលួចស្រឡាញ់អូនរបស់គេយូរហើយសាច់រឿងរបស់យើងនេះក៏បានកម្មដល់ពេល4ឆ្នាំមុននៅពេលដែលគ្រូទេអាសៅឆាននេះថាជីវិតរបស់អាសៅឆានហ្នឹងចំពាក់ចំពាន់ជាមួយនឹងរឿងស្នេហានោះប៉ុន្តែលោកគ្រូទីម្នាក់ហ្នឹងមិនបានប្រាប់អាកូនឆៃយើងនេះថាជាមនុស្សប្រុសឬមួយក៏ជាមនុស្សស្រីឡើយដល់តែអញ្ចឹងហើយទៅគ្មានបានដាក់តំណប់ឲ្យគ្រូអីនោះទេឲ្យតែទឹកក្រួយបដប់ក៏ចាប់ទៅបាត់ពេលវេលានឹងហើយដែលជាពេលវេលាដែលលោកហ្វឹងនេះឃើញអូនរបស់គេជាលើកដំបូងហើយអ្នកទាំងអស់គ្នាដឹងថាវិធីសាស្ត្ររបស់លោកហ្វឹងញ៉ែអូនរបស់គេហ្នឹងអាមិនអត់មិនមែនដើរអៀនជាមួយគេឬមួយក៏ទៅសុំស្រឡាញ់អីទេណារត់បុកអាសៅឆាន់យកធ្វើឲ្យគ្នាហ្នឹងឡើងដួលចពប់ជើងអុកគូតែម្ដងធ្វើអាសៅឆាន់នេះនៅពេលនោះគេពិតជាខំមូម៉ៅខ្លាំងណាស់ចង់ទៅដល់តួប្រុសយើងមកដែរចង់កដាមុខទេកងតែបានមិត្តភក្តិរបស់គេហ្នឹងមកជួយខាត់ទេកុំអីហ្នឹងលោកហ្វឹងដល់ឯណានៃម្ដងមើលកុំឲ្យឆ្លើយអញ្ចឹងពេកមិនត្រឹមតែប៉ុណ្្នឹងទេនៅពេលដែលកំពុងតែរត់ហាត់ប្រាណទាំងអស់គ្នាលោកហ្វឹងគេក៏បានប្រាប់ឲ្យមិត្តភក្តិរបស់គេហ្នឹងរត់បុកគេមកក្រោយមកទៀតមកមិត្តភក្តិរបស់លោកហ្វឹងហ្នឹងក៏បានរត់បុកលោកហ្វឹងហ្នឹងតាមបំណងប្រាថ្នារបស់គេទៅធ្វើឲ្យតួប្រុសរបស់យើងនេះរត់ក្រិចកជើងកលាច់កជើងភ្លាមតែម្ដងលោកគ្រូកីឡានៅពេលនោះក៏បានសួរសិស្សនៅក្នុងថ្នាក់ថាតើពីណាគេចង់នាំតួប្រុសរបស់យើងទៅកាន់បន្ទប់សុខភាពម្នាក់នៅពេលនោះក៏បាននាំគ្នាលើកដៃគ្រប់គ្នាដោយសារតែលោកហ្វឹងនៅពេលហ្នឹងគេរៀងមានគេឈ្មោះដែរបន្ទាប់មកទៀតមកលោកហ្វឹងគេក៏បានរើសយកអូនរបស់គេហ្នឹងដើម្បីនាំទៅបន្ទប់ពិនិត្យសុខភាពនៅពេលហ្នឹងហើយដែលគេបាននៅក្បែររបស់អូនគេនោះហើយថែមទាំងឃើញថាមុខរបស់សៅឆាននេះពិតជាខ្ជុកខ្លាំងមែនតើហ្មងណាដោយសារតែនៅពេលដែលអ្នកគ្រូពេទ្យកំពុងតែលាបរបួសសៅឆាននេះគេក៏បានលួចសើចហើយខ្ជូតម៉ងពីណាគេមិនលងស្រឡាញ់នេះអាសៅឆានសាច់រឿងរបស់យើងក៏បានកាន់មកដល់ពេលបច្ចុប្បន្នវិញដែលធ្វើឲ្យសៅឆាននេះគេពិតជាឆ្ងល់ខ្លាំងណាស់ដោយសារតែនៅពេលនោះគេមិនគិតថាលោកហ្វឹងនឹងស្រឡាញ់គេឡើយលោកហ្វឹងគេនិយាយមកធ្វើដូចជាសេចក្តីស្នេហារបស់គេនឹងឡើងផ្អែមល្ហែមស្វីតអីអញ្ចឹងណាតាមពិតទៅនឹងគ្មានទេរត់បុកអាសៅឆានយើងហើយថែមទាំងស្ដីឲ្យថាសៅឆាននឹងគ្មានក្របភ្នែកមើលទៀតហើយនៅពេលដែលកំពុងតែរត់ហាត់កីឡាហ្នឹងលោកហ្វឹងគេក៏បានអាសៅឆាននឹងអ៊ីវគេទៅបន្ទប់ពិនិត្យសុខភាពថែមទៀតឡើងធ្វើអាសៅឆាននេះពិតជាឆ្ងល់ខ្លាំងណាស់ហើយអ្វីបានជាបូលីគេដល់ថ្នាក់ហ្នឹងចំណែកឯនៅពេលដែលអ្នកគ្រូពេទ្យលាបរបួសឲ្យលោកហ្វឹងហើយលោកហ្វឹងគេភ្ញាក់សៅឆានគេមិនអស់សំណោតែលោកហ្វឹងនេះបានសម្លក់មើលអាកូនឆៃយើងយកហ្មងណាធ្វើឲ្យសៅឆាននេះគេឡើងភ័យស្លន់ស្លោពេញនឹងឯងរត់ចេញទៅក្រៅឡើងលឿនណែធ្វើបាបអូនប៉ុណ្្នឹងហើយមិនអស់ចិត្តទេណានៅក្នុងបណ្ដាល័យហ្នឹងលោកហ្វឹងនេះបានមកសង្ងំឈោរុញសភៅធ្វើឲ្យសភៅហ្នឹងឡើងធ្លាក់រីប៉ាយពេញហ្នឹងហើយអាសៅឆាននេះក៏បានរើសសភៅហ្នឹងទៅដាក់នៅកន្លែងដើមវិញឡើងវល់ក្បងហ្មងមិនត្រឹមតែប៉ុណ្្នឹងនោះទេនៅពេលដែលសៅឆានគេឡើងមកធ្វើលំហាត់នៅលើក្តារខៀនលោកហ្វឹងនៅពេលនោះក៏បានគប់អូនរបស់គេឡើងពេញហ្នឹងនិយាយវិថាធ្វើបាបអូនយកសាហាវហ្មងណាអាសៅឆាននៅពេលនោះគេក៏បានអន់ចិត្តជាមួយនឹងបងរបស់គេហើយអ្វីបានជាបូលីគេដល់ថ្នាក់ហ្នឹងលោកហ្វឹងគេក៏បានបកស្រាយប្រាប់ហើយបើសិនជាបងនឹងមិនដែរសុំស្រឡាញ់ពីណាគេផងឲ្យបងធ្វើដាក់ម៉េចបងមានតែធ្វើបែបហ្នឹងដោយសារតែបងចង់បាន attention ឯងណប៉ុន្តែបងគិតថាពួកយើងទាំងពីរនាក់ពិតជាមានសំណាងខ្លាំងណាស់ដែលស្រឡាញ់គ្នាតាំងពីក្មេងៗរហូតដល់មកដល់ឥឡូវហ្នឹងនៅពេលដែលបងនៅក្បែរអូនមានដឹងទេថាបងពិតជាសប្បាយចិត្តខ្លាំងណាស់ហើយពួកយើងទាំងពីរនាក់នៅពេលដែលបាននៅជាមួយគ្នាអញ្ចឹងចង់ធ្វើអីក៏បានពួកយើងអាចញ៉ាំអាចដើរលេងអាចគេងជាមួយគ្នាបានមិនអញ្ចឹងណោះសៅឆានគ្រាន់តែលើបែបហ្នឹងហើយគេក៏បានអង្គុយគិតមកសតូហើយគេក៏បាននិយាយថាតែប៉ុណ្្នឹងឯងហើយអត់តំណងសោះក្រោយមកអាបងហ្វឹងនេះគេក៏បាននិយាយខ្សឹបទៅកាន់អូនរបស់គេថាអញ្ចឹងចង់ធ្វើអីសប្បាយអត់បន្ទាប់មកគេក៏បានរុញអូនរបស់គេហ្នឹងទៅលើក្រែប្រោយទៅហើយសៅឆាននេះជាអ្នកចាប់ដើមខ្លួនឯងណាមិនលោកហ្វឹងគេជាអ្នកចាប់ដើមទេណាកុំយល់ច្រឡំអីបន្ទាប់មកទៀតមកខ្សែរឿងរបស់យើងក៏បានមកឲ្យឃើញថាពីមួយថ្ងៃទៅមួយថ្ងៃលោកហ្វឹងគេពិតជារវល់ជាមួយនឹងការងាររបស់គេខ្លាំងណាស់មកដល់ផ្ទះហ្នឹងយប់ខ្លាំងមែនតើសូម្បីតែសាររបស់សៅឆាននេះក៏គេមិនបានតបដែរលុះមកដល់យប់មួយនៅពេលដែលគេត្រឡប់មកពីធ្វើការងារ
គេក៏បានឃើញមីម្ចាស់ហ្នឹងនៅលើតុឃើញអញ្ចឹងហើយក៏ធ្វើឲ្យលោកហ្វឹងនេះគេពិតជាសប្បាយចិត្តខ្លាំងណាស់ដោយសារតែអូនរបស់គេនឹងចេះយល់ចិត្តគេគ្រាន់តែទូប្រុសរបស់យើងចូលមកដល់ក្នុងបន្ទប់គេងភ្លៀងក៏ស្រាប់តែឃើញថាងាប់ភ័យអង្គមើលដេកហើយដេកអាក្រក់ម៉ងអាកូនស្រីនេះខ្លួនជាស្រីណាហើយមកដេកចំទាំងពេញនៅលើខែអញ្ចឹងឃើញអញ្ចឹងហើយទៅអាបងហ្វឹងនេះគេក៏បានរៀបចំអូនរបស់គេនឹងឲ្យគេងឲ្យស្រួលបួលថែមទាំងបានខី good night ឲ្យអូនរបស់គេទៀតសាច់រឿងរបស់យើងនៅពេលនេះក៏បានមកហើយឃើញថាពេលវេលានៅពេលនោះក៏ចិត្តដល់ថ្ងៃនៃក្តីស្រឡាញ់ហើយប៉ុន្តែសាវឆាន់នឹងរោនឹងឲ្យសបត់នឹងមកឲ្យលោកហ្វឹងមុនមិនបានសោះដោយសារតែរាល់ពេលដែលគេមករកលោកហ្វឹងម្ដងគូលោកហ្វឹងគេតែងតែកេងរហូតអូយអាបងហ្វឹងខំធ្វើការខ្លាំងម៉ែហ្នឹងលូតែមកដល់ថ្ងៃមួយសាវឆាន់គេក៏បានធ្វើម្ហូបឲ្យតួប្រុសរបស់យើងហ្នឹងញ៉ាំធម្មតាហើយគេក៏បានសួរមកកាន់សាវឆាន់នេះថាសាវឆាន់ហ្នឹងគេហត់អត់ក្រោយមកទៀតមកលោកហ្វឹងនៅពេលនោះក៏បានទុកការងាររបស់គេមកកន្លែងសិនហើយគេក៏បានមកគេនៅលើផ្លូវរបស់អូនរបស់គេអញ្ចឹងណាអូខេឥឡូវដល់កន្លែងស្វីតទៀតហើយបងហ្វេនត្រៀមណាមើលខ្នើយមើលភួយអីនៅក្បែរខ្លួនយកមកទុកខាំឲ្យហើយទៅហើយបើអ្នកមានកញ្ចក់អីហ្នឹងកុំទុកកញ្ចក់ឲ្យសោះនៅពេលនោះអាបងហ្វឹងរបស់យើងក៏បាននិយាយថាបងចង់រកលុយបានច្រើនហើយបងរត់តែចង់រកលុយបានឲ្យខ្លួនឯងដោយសារតែភិហ៊ុនគេធ្វើការជាមួយនឹងរាល់ថ្ងៃហ្នឹងព្រមចុះហ៊ុនធ្វើការជាមួយនឹងក្រុមហ៊ុនលូហ្វឹងដោយសារតែក្រុមហ៊ុនហ្នឹងគឺជាក្រុមហ៊ុនរបស់ប៉ាគេតែប៉ុណ្ណោះបើសិនជាថ្ងៃណាមួយគេត្រូវបានចុះចេញពីតំណែងពេលហ្នឹងដឹងតែតួប្រុសរបស់យើងពិបាកហើយអាសាវឆាន់នៅពេលនោះក៏បានយកដៃហ្នឹងទៅម៉ាសាក្បាលបងរបស់គេហើយក៏បានសួរមកកាន់តួប្រុសយើងថាហេតុអ្វីបានជាលូហ្វឹងគេគិតបែបហ្នឹងលូហ្វឹងក៏បាននិយាយតរឿងអនាគតគ្មានពីណាគេដឹងមុនទេប៉ុន្តែបើសិនជាថ្ងៃណាមួយបងខ្លាចជាអ្នកក្របងគ្មានអ្វីគ្រប់យ៉ាងតើអូននៅតែស្រឡាញ់បងទេតើអូននឹងចាក់ចោលបងទេអាសាវឆាន់ក៏បានសួរទៅកាន់បងរបស់គេវិញហើយគិតថារាល់ថ្ងៃហ្នឹងគេស្រឡាញ់លូហ្វឹងដោយសារតែលុយមែនតាមពិតហ្នឹងមែនទេរាល់ថ្ងៃហ្នឹងលូហ្វឹងគេពិតជាខំប្រឹងគិតខ្លាំងណាស់គេខំប្រឹងរិះរកគ្រប់វិធីដើម្បីចង់ឲ្យអូនរបស់គេហ្នឹងសប្បាយចិត្តចង់ឲ្យអូនរបស់គេមានជីវិតមួយដែលរស់ស្រួលហើយលើពីនេះទៅទៀតរាល់ថ្ងៃលូហ្វឹងគេពិតជាបារម្ភខ្លាំងណាស់បារម្ភខ្លាចអូនរបស់គេហ្នឹងមិនសប្បាយចិត្តនៅពេលដែលនៅជាមួយនឹងលូហ្វឹងព្រោះថាសាវឆាន់គេមិនដែលនិយាយអ្វីឡើយលើពីនេះទៅទៀតលូហ្វឹងគេមិនដឹងថាសាវឆាន់ហ្នឹងកំពុងតែគិតអីទេរាល់ថ្ងៃនោះហើយគេក៏នៅតែបន្តសួរអាសាវឆាន់នេះដដែលថាកូនស្រីរបស់យើងនេះស្រឡាញ់រូបហ្វឹងអត់បេះដូងរបស់គេនេះនៅតែមិនទាន់ច្បាស់អញ្ចឹងណាមួយដល់ពេលដែលកំពុងតែញ៉ាំអីជាមួយនឹងគ្នាមុនបន្តិចហ្នឹងសាវឆាន់មើលទៅដូចជាមានរឿងអីចង់និយាយជាមួយនឹងលោកហ្វឹងអញ្ចឹងប៉ុន្តែគ្រាន់តែតួប្រុសរបស់យើងនឹងប្រាប់ថាថ្ងៃសុក្រហ្នឹងគេមានកិច្ចប្រជុំនៅក្នុងសហរដ្ឋអាមេរិកបែរជាសាវឆាន់នេះនិយាយថាអត់មានអីទេគេអត់ចង់និយាយអីឡើយមកឡើយហើយតើសាវឆាន់គេមានរឿងអីចង់និយាយជាមួយនឹងលោកហ្វឹងតើលោកហ្វឹងហ្នឹងល្អអត់គ្រប់គ្រាន់ដែលសាវឆាន់គេមិនចង់និយាយជាមួយមែនហើយនិយាយហ្នឹងគឺថាកំពុងតែប្រើប្រាស់អាទឹកមុខគួរអាណិតរបស់គេនឹងឯងលូតែម្ដងតែធ្វើយ៉ាងណាសាវឆាន់ក៏បានប្រាប់បដ ாய் ទៅថាគេចង់ប្រពៃពិធី Valentine's Day ជាមួយនឹងបងរបស់គេអីអញ្ចឹងណាចំណែកឯលូហ្វឹងអានេះគាត់តែលើបែបហ្នឹងហើយគេក៏បែរជាអស់សំណើចទៅវិញនៅធ្វើអាសាវឆាន់នេះចាប់ផ្ដើមអៀនបារហើយលូហ្វឹងនៅពេលនោះគេក៏បានសួរទៅកាន់អូនរបស់គេថាហេតុអ្វីបានជាអូនគួរឲ្យស្រឡាញ់ដល់ថ្នាក់ហ្នឹងអើយអាគេគួរឲ្យស្រឡាញ់យូរហើយហ្នឹងហើយមិនទៅមិនដឹងមែនក្រោយមកលូហ្វឹងក៏បានប្រាប់ថាកុំបារម្ភអីបើសិនជាអូនរបស់គេនឹងចង់ប្រពៃពិធីនឹងជាមួយនឹងគេចាំនៅពេលដែលកិច្ចការងាររបស់គេបានបញ្ចប់គេនឹងហោះមករកអូនរបស់គេភ្លាមបន្តមកទៀតមកសាវឆាន់នៅពេលនោះក៏បាននិយាយជាមួយនឹងបងរបស់គេទាំងទៅដោះកូនហ្នឹងហៀក៏ខិតក៏ខ្លាក់ពេញមាត់ឯអូយអាសាវឆាន់អស់អីនិយាយហ្មងណាគេថាគេមិនចង់បានផ្ទះគេមិនចង់បានឡានគេមិនចង់បានរបស់អីថ្លៃទេអ្វីដែលគេចង់បាននោះគឺគេចង់ឲ្យលូហ្វឹងនឹងចំណាយពេលវេលាជាមួយនឹងគេហើយបើសិនជាថ្ងៃមួយលូហ្វឹងគេអត់លុយគេអស់អ្វីគ្រប់យ៉ាងសាវឆាន់គេនឹងសន្យាថាគេនឹងនៅស្ម័គ្រស្មោះក្បែរបងរបស់គេជានិរន្តរ៍គេសុកចិត្តចិញ្ចឹមទូប្រុសរបស់យើងទៅចោះលូហ្វឹងឯនេះលឺអូនរបស់គេនិយាយបែបហ្នឹងហើយគេរោនឹងស្រក់ទឹកភ្នែកហ្មងណាក្រោយមកទៀតមកលូហ្វឹងគេក៏បានប្រាប់អូនរបស់គេវិញហើយមិនបានមិនត្រូវមិនចំបងអញ្ចឹងបងទេដែលត្រូវជាអ្នកចិញ្ចឹមអូននោះលឺបែបហ្នឹងហើយធ្វើឲ្យតួស្រីរបស់យើងនេះហើយរត់ទៅអៀនទៀតហើយគេក៏បានផឹកទៅដល់កោហើយហៀទៅដល់កោក៏ក្លែកក្លាក់ពេញនឹងទៀតហើយដល់តែពេលឃើញអូនខ្ជូតពេកអញ្ចឹងទៅអាលូហ្វឹងនេះក៏បានខីអូនរបស់គេទៀតហើយហេតុអីបានជាផ្អែមហ្នឹងផ្អែមដល់ថ្នាក់ហ្នឹងតើអ្នកមើលនឹងរមួលដល់ថ្នាក់ណាហើយនៅពេលមកដល់ថ្ងៃ Valentine's Day សាវឆាន់នៅតែមកធ្វើការធម្មតាអញ្ចឹងហើយនៅពេលនោះសាក៏បានសួរថាតើសង្សាររបស់សាវឆាន់ហ្នឹងប្រពៃពិធី Valentine ជាមួយនឹងសាវឆាន់អត់ហើយអាសាវឆាន់ក៏បានឆ្លើយប្រាប់ទៅថាសង្សាររបស់គេហ្នឹងរវល់រឿងការងារបន្ទាប់មកគេក៏បានរត់ទៅប្រោចសានៅពេលនោះនាងក៏រត់តែសង្ស័យហើយនាងក៏បានយកមកកាន់ទីងថា
chẳng ít chânจะมือหยุบนังแน่เยอะหนึ่งโรกาประดบ้านถ่าซองซาระบออังกือจีปีนาเก้ติ้งกับมาสัวทานี่โอ๊ตบอมรงเธอไอชาทาปุเยอะนั่นแต่ติงเอวันหายปุเยอะหนึ่งเตะระบอสาวชันขนมโคบ่มน้องจังพาทีอินจังงั้นหาสายเรื่องระบอเยอะนี้กับบางกำมาดาไปสาวชันเกมมาดาแต่มาดองขออันแต่มาดาแต่เพลียมละเฮละฮันตะโรบองระบอเกดาวซาแต่ทั้งไงนั่งบองระบอเกตลอดมาปีสหรัฐไว้หนูมาดาวขึ้นบองระบอเกกับปนแต่เกลุนังสาวชันเกกับบานโยพุยนึงไงมากรปูเกต่างปีเนี่ยลูกฝังกับบานซื้อมาการโอนระบอเกทานี่โอนนึกบองดับนั่งไงอาสาวชันเกกับบานขี้บองระบอเกอินจังเตอร์หายเกกับบานเจตการบองระบอเกทาโอนสลายบองกร้อนแต่ลือแบบนังเพลียมอาโกนดำได้ระบอลูกฝังนี้ก็จับดำเสกหายลูกฝังกับบานชลายตะวันทาบองสลายโอนจึงโอนสลายบองที่รอปะตอมาติดแมวสาวชันเนเปโนกับบานซื้อแต่การบองระบอเกทาจังเอาโอนเธอทำมาดองก็จ่อนายปนนะกอนไซดอแต่เลยแบบนางฮาวลูกฝั่งนี้กับบานรอนโอระบาเก้มาพยัญชนะเลยกลายแต่วันลูกฝั่งทาบาสันชีสาวชันเกเรชในลูกฝั่งนู้ลูกฝั่งหนึ่งเอาสาวชันเกทัวท่าสาวชันลูกแบบนางฮาวเก้หลังอันจะตายมาดองฮาเก้กับบานทัวหมดหลังชูดดาวเก้บานโยเลทารอดองงั้นลูกฝั่งเกทัวทับละโหดฮาไกรท่าสลันเก้ไอ้แฮดไอ้บ้านจีเรื่องตุยตานจังลูกฝั่งเกทัวบ้านพอตอบมาเตี้ยมาอาโกนสายเยอะนี้กับบานเธอดักบองระบาเก้เองจังอ่ะนะลูกตามมันนั่งตัดเฟยยางนะลูกฝั่งเก้กับบานมาเก้ในเลยกลายวันฮาเก้กับบานเก้กัดมาสตูกลายม้าเก้กับบานชลายปรับแต่การโอนระบาเกทาโอเคลูกฝังเกอสาวฉันงั้นเฟอร์ทำมาดังแต่จ้านายดำใบโอนทะเลปีทับมาทั่วชีวิตทอมก็มันสลายกลายได้เนอไปได้บองระบาเกบากเพลิงเคียวอันจังเตอสาวฉันเนอไปนึกว่าล้างสบายกระเจหลังไปนางตายมาดองฮาวเกดังงั้นกับบานปัญญาปัญญาดอกกับอาเซียคาวระบาลูกฟังนายใจดอนไอเนอไปโนก็มีนาเกมันเนี่ยมาเรากันดังสาวฉันกับบานสัวทาปุยังกูแต่มือสันออดดอแต่ไปแต่แบบนางเตอดังลูกฟังเกยใหญ่ทำมาออดอาการมีแต่มาดองเตยให้ตัวหรือตัวจับซ้ายก็มาดองเลยคเนียจังมาในทาเสียวฉันนั่งอาการฟื้นท็อปเฮาส์เสียวฉันเนี้ยปัดจีมูมาจมูกเนี่ยใจกระดังนั่งกลางนะให้ปีนาเก้ก็จังไรมารำคาญไปเวลีเก่งจังดอแต่ไปจอลางบางเฟียมาหายก็เกินทาชาจมูกหนึ่งติงซ่าชานี่ฮะกับปอนเตียนมาดาวเพลิ่มมาเมนซูไอฉันเดเก้กับวันซูมาการเสียวฉันแทซองซ่าระบาเสียวฉันนั่งก็จีปีนาเก้เมื่อเสมอหมกติดเมื่อให้เดาไว้ก่อนอัดกับบางสัมบ้าเหมือนแล้วเนอไปโน่เนี้ยกับบรรดาโจมาขนมเตี้ยใจดอนไอมาจุบนันตะกายระบาเก้นั่งระบบเลวเคยซิกเพลหลังเป็นหมกหมองโน้ดอกเป็นจังเตอร์จะเมื่อพวกเกย์ต่างปีเนี่ยหนังเบาสายไหมกองปราบหน้าถากรอนแต่เจียมมารวมถะจมูกหนังคเนียตีดแต่ไปหมองงั้นนะก็ปองแต่ละอมือสอกนี่ใบจิตใส่เรื่องระบายเยอะส้มสลายแต่ปะปนังสันไม่ได้บางแฟนก็ถ่ายเรื่องมวยนี้ไปดาวกำลังนะเชียร์สกอร์ประมาณพี่100 หายบาเซนเจลอเมอร์กำลังจุดไลค์กับโดยจุด subscribe ให้นั่งคอมเมนต์ปราบมีมันหนักมวยพ้องหนาสำหรับบางแฟนในครั้งติ๊กต็อกกำลังจุดอีกพอวิดีโอมันนี่มันหนักมวยพ้องแต่ไม่มีนั่งไม่กำลังจะสำหรับถึงต่อสำหรับบางแฟนแน่แต่จังป้ากับแฟนมีไอ้เอาไปทำงานตามเดี๋ยวไอ้เบ๋ได้มีหนักเลยวิดีโอกับโดยจุดในครั้งเดชิฟชั่นพองได้ก็ตอนนี้เรามันจำนายไปวันเรียนมีลำไรตามนานแต่สนาสับเรื่องสำหรับมือนี้จูคนนี้เนอเพคร้ายเนอไปวันเรียนหนังเมาส์กระดังบายใจเจียน